បាទសូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនជាទីគោរពនិងជាទីស្នេហាខ្ញុំមានដំណឹងមួយទាក់ទិនជាមួយនឹងការទៅទស្សនកិច្ចជាផ្លូវការរបស់ស្ដេចថៃហើយនាយករដ្ឋមន្ត្រីថៃដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃនេះឯង13ដល់ថ្ងៃទី17វិច្ឆិកា2025យើងមើលពីទង្វើនេះនឹងអេរយាប័តមួយនេះតើអ្វីដែលនៅពីក្រោយខ្នងឬក៏ចង់មានបំណងយ៉ាងណាយើងនឹងស្រាប់ហើយថាប្រទេសថៃគឺជាកូនជើងរបស់អាមេរិកតាំងពីដើមមកហើយដូចជានៅក្រោមការគ្រប់គ្រងរបស់អាមេរិកប៉ុន្តែឥឡូវនេះហេតុអ្វីបានជាកលតិស័កនេះនៅពេលវេលានេះបែរជាថៃទៅទស្សនកិច្ចជាផ្លូវការនៅឯប្រទេសចិនទៅវិញយើងនឹងស្រាប់ហើយថាអាមេរិកបានចូលខ្លួនមកលូកដៃដើម្បីនឹងនាំការវិវាទរវាងកម្ពុជាថៃនឹងឲ្យទៅដល់សុខសន្តិភាពពិតប្រាកដប៉ុន្តែផ្ទុយទៅវិញថៃបានច្រានចោលហើយឥឡូវនេះបទឈប់បាញ់នឹងកិច្ចចរចានឹងកិច្ចព្រមព្រៀងសន្តិភាពបែរជាថៃលែងខ្វល់ហើយថៃបាននិយាយទៀតទៅកាន់អ្នកសារព័ត៌មានថៃគឺអនុทินឆាមរគុណបាននិយាយទៅកាន់អ្នកសារព័ត៌មានឲ្យបានដឹងថាតើថៃចាំបាច់ត្រូវរាយការណ៍ទៅអាមេរិកដែរទេគឺអនុทินឆ្លើយថាមិនចាំបាច់ទេមិនចាំបាច់រាយការណ៍ទៅណាទេព្រោះប្រទេសថៃឯករាជ្យប្រទេសថៃជាធិបតេយ្យអញ្ចឹងបានន័យថាតើអាមេរិកចង់សំទោសថាតើថៃចង់ដោះដៃពីអាមេរិកងាកទៅកាន់ចិនឬយ៉ាងណានេះជារឿងមួយដែលយើងត្រូវតាមដានទាំងអស់គ្នាទៀតពីព្រោះថាឥឡូវនេះអាមេរិកធ្វើជាអាញាកណ្ដាលរឿងនាំប្រទេសទាំងពីរគឺកម្ពុជាថៃទៅដល់សុខសន្តិភាពប៉ុន្តែថៃអត់ធ្វើតាមទេឥឡូវនេះហើយបានងាកទៅចិនអញ្ចឹងរយៈពេលថ្ងៃ13រហូតដល់ថ្ងៃ17វិច្ឆិកា2025នេះស្ដេចថៃនិងនាយករដ្ឋមន្ត្រីថៃនិងរដ្ឋមន្ត្រីការបរទេសរបស់ថៃនឹងទៅទស្សនកិច្ចនៅចិនហើយពាក់ព័ន្ធជាមួយនឹងស្ថានភាពដែលកំពុងតែក្តៅគប់នៅតាមបន្ទាត់ព្រំដែនអនុทินឆាមរគុណនាយករដ្ឋមន្ត្រីទី32របស់ថៃគឺទុកការងារនេះឲ្យកងទ័ពចាត់ចែងអញ្ចឹងខាងកងទ័ពដូចយើងដឹងស្រាប់ហើយរដ្ឋាភិបាលថៃជាមួយនឹងកងទ័ពនេះគឺមិនសូវត្រូវគ្នាប្រហែលទេតាំងពីដើមមកមិនដឹងអាណាស្ដាប់អាណាទេហើយឥឡូវនេះកងទ័ពកំពុងតែប្រអួតសាច់ដុំទៅទៀតហើយឥឡូវនេះក៏និយាយថាត្រៀមខ្លួនជាស្រេចហើយបើសិនជាវាយកម្ពុជាលើកនេះគឺមានលក្ខណៈទ្រង់ទ្រីធំជាងមុនគឺគេមិនបង្អង់ដៃទេអញ្ចឹងហើយសម្ដីនេះតើជាសម្ដីដែលឈានទៅរកសុខសន្តិភាពពិតប្រាកដឬយ៉ាងណាអញ្ចឹងហើយរយៈពេលជាង10នាទីនិង2លើកដែលបាញ់ប្រហារមកលើកម្ពុជាកាលពីម្សិលមិញនៅភូមិព្រៃច័ន្ទឃុំអូបេជាន់ស្រុកអូជ្រៅខេត្តទីមានជ័យនេះតើថៃដោះស្រាយយ៉ាងណាអញ្ចឹងបើសិនជាថៃគ្មានចម្លើយសម្រាប់កម្ពុជាទេកម្ពុជានឹងរុញរឿងនេះទៅតាមប្រព័ន្ធយុត្តិធម៌អន្តរជាតិហើយពីព្រោះឥឡូវនេះខាងកម្ពុជាមានអ្នកអង្កេតការណ៍របស់អាស៊ានចុះទៅត្រួតពិនិត្យប៉ុន្តែខាងថៃស្ងាត់ដូចចោលវិសេសអត់ខ្វល់អីទាំងអស់ប៉ុន្តែព្យាយាមក្នុងការដែលបំផព័ត៌មានបំភ្លៃព័ត៌មានហើយនឹងប្រើព័ត៌មានគេថាមួយបង្កាច់នឹងចាក់រុកជាច្រើនហូរហែទៀតឥឡូវនោះវល់ពេញប្រទេសមិនដឹងជាស្អីទៅស្អីទេប៉ុន្តែទោះជាយ៉ាងណាក្តីខ្ញុំបាទនៅតែបន្តជម្រាបជូនពុកម៉ែបងប្អូនតាក់ទិនជាមួយនឹងការវិវត្តនានាសម្រាប់ព័ត៌មានពីខាងថៃនិងអ្វីដែលជាព័ត៌មាននៅក្នុងស្រុករបស់យើងដូចខ្ញុំបានជម្រាបហើយគឺយើងមានព័ត៌មានច្បាស់ការនិងច្បាស់លាស់ជាផ្លូវការដែលអាចយុត្តិការបានប៉ុន្តែថៃវិញមិនដឹងឯណាណីទេថ្លែងការក៏មិនដឹងណាណីនិយាយក៏ទៅមុខទៅក្រោយហើយផ្សាយព័ត៌មានមួយយប់ទៅព្រឹកដែលនឹងឯងអញ្ចឹងបើសិនជាមានអ្វីវិវត្តបន្ថែមខ្ញុំបាទនៅតែបន្តជម្រាបជូនពុកម៉ែបងប្អូនជាទីគោរពនិងជាទីស្នេហាជាបន្តទៀតសូមអរគុណ